រឿងគំនុំសងសឹកអូនសយអូនសយ ចាបងដែន ណែអូនឯងដើរមកនេះបន្តិចមកអូន បងដែនតើបងហៅខ្ញុំមកតើមានការអ្វីដែរបង អូគឺបងចង់ប្រាប់អូនថាថ្ងៃនេះបងបានរៀបចំរបស់របរនិងចានឆ្នាំងដាក់លើរទេះសេះរួចលាស់អស់ហើយស្អែកព្រឹកពូយើងនឹងចេញយកទៅលក់ហើយដូច្នេះអូនជួយរៀបចំបង្វិចខោអាយឲ្យរួចរាល់ផង ចាបងដែន នាងសយនិងនីដែននៅពេលដែលនិយាយគ្នារួចហើយនាងសយក៏ប្រញាប់រៀបចំបង្វិចខោអាវរួចហើយពួកគេទាំងពីរនាក់ប្តីប្រពន្ធក៏ចូលសម្រាកទៅ Nè Côn Đôn, anh đa tập té môi đen bẩn tí tới. Hay xua thật ta, cái chênh từ luộc đô tiết nữa thằng na, đầm bây dương chênh từ thằng nụ đai còn chỉ khnia. Bát Púc ពេលនោះនីដុនស្ដាប់ឪពុកគេនិយាយប្រាប់ហើយគេដើរទៅផ្ទះរបស់នីដែនដែលនៅឯចុងភូមិ Nè, à Vine, à bán nu, pra pun nhạc luộc đô có om chân nắng nu sạt nà vơi. Bát được bác Bờn chẳng phụ dương dục ni, chập ca tại mà đòn tư. Anh Đen ơi, Đen Ta anh nộp té thế vì នីដុននៅពេលដែលស្រែកហៅនីដែនមិនឮឆ្លើយគេដើររកជុំវិញផ្ទះប៉ុន្តែនៅតែមិនឃើញនីដែនហើយគេក៏សម្រេចទៅផ្ទះរបស់គេវិញ ណែអូនសយពូយើងល្ងាចនេះសម្រាប់នៅសាលាសំណាក់ខាងចុងភូមិនេះឲ្យអូនព្រោះមេក៏ល្ងាចជិតយប់ទៅហើយស្អែកព្រឹកចាំយើងចេញដំណើរទៅលក់នៅឯស្រុកផ្សេងទៀត នីដែននិងនាងសយនៅពេលដែលនិយាយគ្នារួចហើយពួកគេក៏រៀបចំទុកដាក់សម្ភារៈនៅសាលានោះទៅ Lúc bong, nú, pi nẹc vào đây pra pun sầm rắc nơ sà la sầm nắc nú, tao dân thể chập ai lưu át lúc bong. Cùng toàn al vơi, phụ à đang chăm dục bôn tiết tiết, chăm anh sốt môn sần đầm đã hới, chăm phụ anh trô tư. នីខុននិងប៉ាពួកនៅពេលដែលយប់ស្ងាត់បន្តិចពួកគេក៏លបចូលទៅចិត្តសាលាដំណាក់ដែលនីដែននិងប្រពន្ធសម្រាប់នោះហើយនីខុនក៏ចាប់ផ្ដើមសូត្រមន្តអាគមសណ្ដំហើយនីខុននៅពេលដែលដឹងថានីដែននិងប្រពន្ធត្រូវមន្តសណ្ដំរបស់គេហើយគេក៏បញ្ជាឲ្យប៉ាពួករបស់គេចាប់យកប្រពន្ធរបស់នីដែនយកចេញទៅនៅពេលនោះតែម្ដង ចំណែកនីដែនវិញនៅពេលដែលមុនសណ្ដំនូរស័ព្ទចេញពីខ្លួនអស់ហើយលុះព្រឹកឡើងពេលដែលគេក្រោកឡើងស្រាប់តែមិនឃើញប្រពន្ធហើយក៏បាត់ប្រាក់ផងនោះគេក៏ដើរសួរនិភូមិដែលលក់ដូរនោះរកប្រពន្ធរបស់គេ ប
តែអ្នកទាំងអស់គ្នានោះមិនបានឃើញប្រពន្ធរបស់គេឡើយពេលគេទៅអង្គុយក្រោមដើមឈើធំមួយដើម្បីនឹកគិតថាប្រពន្ធរបស់គេមានរឿងអ្វីទៅបាត់ដំណឹងសូនឈឹងបែបនេះគេក៏អង្គុយមួយស្របក់ក៏នឹកឃើញដល់ពេលវេលាដែលលក់ដូរជាមួយប្រពន្ធនោះនៅក្នុងភូមិគឺមានមនុស្សប្រុសមួយក្រុមតាមមើលពួកគេហើយយប់ឡើងក៏បាត់ប្រពន្ធរបស់គេតែម្ដងហើយគេក៏គិតថាប្រពន្ធរបស់គេត្រូវបានក្រុមនោះចាប់យកទៅហើយដូច្នេះគេក៏សម្រេចចិត្តដើររកប្រពន្ធរបស់គេនៅក្នុងព្រៃក្បែរភូមិនោះតែម្ដងហើយមិនយូរប៉ុន្មានគេក៏រកឃើញប្រពន្ធនៅក្នុងក្បែរភូមិនោះមែនតែគួរឲ្យសោកស្ដាយប្រពន្ធរបស់គេនោះបានស្លាប់បាត់ទៅហើយនៅពេលនោះនិដែនបានលើកបីសពប្រពន្ធរបស់គេដាក់លើរទេះសេះរួចក៏បត់ត្រឡប់សំដៅទៅស្រុករបស់គេវិញហើយនៅពេលដែលទៅដល់ស្រុករបស់គេវិញហើយគេក៏បានរៀបចំបូជាសពនិងទុកដាក់ធាតុប្រពន្ធរបស់គេរួចជាស្រេចអស់គេក៏សន្យានឹងមុខធាតុឆ្អឹងប្រពន្ធរបស់គេថានឹងតាមរកអ្នកដែលសម្លាប់ប្រពន្ធគេនោះដើម្បីសងសឹកឲ្យតតែបាន អ្នកអាដែនកាត់ចិត្តខ្លះទៅសម្លាញ់ធ្វើមិនដេចបើប្រពន្ធឯងនឹងស្លាប់បាត់ទៅហើយទុកឯងយំឲ្យអស់ទឹកភ្នែកពីខ្លួនទៀតក៏នាងមិនអាចរស់ឡើងវិញដែរសម្លាញ់ហើយបើឯងចង់សងសឹកឲ្យប្រពន្ធឯងនោះគ្នាសូមផ្ដល់យោបល់ទៅឯងមួយគឺឯងទៅរកឪពុករបស់គ្នាទៅហើយសូមឲ្យគាត់ជួយបង្រៀនបើក្បាច់គុណនិងមុនវិជ្ជាផ្សេងពីគាត់ទៅពេលដែលឯងចេះអស់ហើយឯងនឹងអាចទៅសងសឹកឲ្យប្រពន្ធឯងបានហើយ អរគុណណាស់សម្លាញ់ដែលឯងតែងតែឈឺឆ្អាលពីគ្នា បន្ទាប់ពីនិដុននិងនិដែននិយាយគ្នារួចហើយនិដុនក៏លានិដែនត្រឡប់ទៅផ្ទះរបស់គេវិញទៅចំណែកនិដែនវិញគេក៏សម្រាកនៅជិតធាតុប្រពន្ធរបស់គេដែរ លុះព្រឹកឡើងនិដែនក៏សម្រេចចិត្តជិះសេះទៅផ្ទះនិដុនដើម្បីសុំឪពុករបស់និដុនធ្វើគ្រូរបស់គេហើយចំណែកតាសុនវិញនៅពេលដែលនិដែនរៀបរាប់រឿងរ៉ាវកាត់អស់ហើយកាត់ក៏សម្រេចចិត្តទទួលនិដែនជាសិស្សនៅពេលនោះដែរទៅ លោកបងធំខ្ញុំដូចជាមានអារម្មណ៍ថាដូចមានរឿងអីមិនស្រួលយ៉ាងម៉េចទៅលោកបងតាំងតែយប់បើយើងចូលលួចប្រពន្ធនិងទ្រព្យសម្បត្តិអ្នកលក់ចានឆ្នាំងនោះណាលោកបង ពួកឯងកុំភ័យបើអញមិននិយាយហើយពួកឯងមិននិយាយគ្នាអ្នកណាគេដឹងទេវើយ បាទលោកបងធំតែខ្លួននៅតែមិនស្ងប់ចិត្តនឹងណាលោកបង អាដែនហើយឯងកំពុងតែគិតរឿងអីសម្លាញ់បានជាស្ងៀមស្ងាត់ម្ល៉េះ អាឌុនគឺគ្នាកំពុងតែដល់យប់ដែលគេចូលលួចចាប់ប្រពន្ធរបស់គ្នានោះណាសម្លាញ់ហើយគ្នាក៏ខឹងនឹងខ្លួនឯងដែរមានគេចូលចាប់ប្រពន្ធហើយចំណែកគ្នានៅតែដេកដោយមិនដឹងខ្លួនទៀត កុំគិតច្រើនពេកអីសម្លាញ់រឿងដែលកន្លងហួសទៅហើយតែគ្នាគិតថាពួកវានោះប្រហែលជាដាក់ថ្នាំសណ្ដំឬក៏មុនសណ្ដំហើយបានជាធ្វើឲ្យឯងដេកដោយមិនដឹងខ្លួនយ៉ាងនេះណាសម្លាញ់ គ្នាក៏គិតជាដូចឯងចឹងដែរសម្លាញ់ ក្មួយដែននិងកូនឌុនល្ងាចនេះពុកនឹងបង្រៀនមុនវិជ្ជាអាគមផ្សេងទៅដល់ពួកកូនគ្រាន់ទុកការពារខ្លួននិងទុកជួយទុកធុរៈញាតិថៃផង បាទពុក លុះពេលល្ងាចឡើងតាសុនក៏ចាប់បង្រៀននិដែននិងនិដុននៅមុនវិជ្ជាការផ្សេងៗរហូតដល់តែពួកគេទាំងពីរបានចេះចាំស្ទាត់អស់
ណែអឌុនគ្នាគិតថាចង់ទៅលក់ដូរចានឆ្នាំងម្ដងទៀតហើយក៏ចង់ស៊ើបរោគញាក់ដែលបានសម្លាប់ប្រពន្ធនោះណាតើឯងចង់ទៅជាមួយគ្នាអត់វិ បើឯងចង់ទៅគ្នាទៅជាមួយឯងក៏បានដែរហើយចុះឯងទៅនៅថ្ងៃណាវី គ្នាគិតថាចង់ជិនទៅនៅថ្ងៃស្អែកនេះតែម្ដងឯងគិតយ៉ាងម៉េចដែរ បើអញ្ចឹងសម្រេចតាមឯងចុះអញ្ចឹងគ្នាគិតលាឯងទៅផ្ទះវិញសិនហើយ នីដុននៅពេលដែលនិយាយជាមួយនឹងនីដែនគេក៏ត្រឡប់ទៅផ្ទះរបស់គេវិញបាត់ទៅហើយចំណែកនីដែនវិញគេក៏ចាប់ផ្ដើមរៀបចំសម្ភារៈដាក់លើរទេះសេះរួចជាស្រេចទៅគេចូលទៅសម្រាកលុះព្រឹកឡើងនៅពេលដែលនីដុនមកដល់ផ្ទះនីដែនហើយពួកគេទាំងពីរនាក់ក៏ចេញដំណើរទៅលក់ចានឆ្នាំងបាត់ទៅ លោកបងនោះមានអ្នកលក់ដូរចានឆ្នាំងមកទៀតហើយលោកបង បើអញ្ចឹងពួកឯងទៅតាមដានអ្នកលក់នឹងសិនទៅហើយបើដឹងថាពួកគេដេកនៅកន្លែងណាហើយពួកឯងឆាប់ត្រឡប់មកប្រាប់អញវិញដឹងហើយឬណី បាទលោកបងធំទុកចិត្តលើខ្ញុំចុះលោកបង ណែអាដែនឯងមើលនោះអាពីរ3នាក់នោះកំពុងតែចង់ធ្វើអីលើអ្នកលក់ដូរពីរនាក់ប្តីប្រពន្ធនោះ អឌុនគ្នាគិតថារឿងដែលប្រពន្ធគ្នាស្លាប់នោះប្រហែលជាពាក់ព័ន្ធជាមួយពួកនឹងដែរហើយឥឡូវពួកយើងតាមដានពួកវាសិនទៅហើយកុំឲ្យពួកវាដឹងខ្លួនឯសោះ បើអញ្ចឹងធ្វើលក់ដូរដោយមិនដឹងខ្លួនទៅហើយយើងតាមមើលពួកវាម្ដងទៀត ណែពួកអដែងយ៉ាងម៉េចទៅហើយការងារដែលអញឲ្យពួកឯងទៅធ្វើនោះបានលទ្ធផលយ៉ាងណាហើយ បាទលោកបងការងារដែលអាវ៉ានខ្ញុំធ្វើហើយដឹងតែវាបានផលហើយលោកបង បើអញ្ចឹងយប់នេះពួកយើងបានសប្បាយទៀតហើយអញ្ចឹងណោះ អឌុននោះជីកន្លែងពួកអា3 4ណានោះតើសោះមើលនោះពួកវាសើសប្បាយអដល់ហើយប្រហែលពួកវាមានផែនការអីទៀតហើយយប់នេះនោះ អាដែនឥឡូវយើងចេញទៅវិញសិនទៅហើយល្ងាចរៀងល្ងឹតបន្តិចចាំពួកយើងត្រឡប់មកវិញ នៅពេលដែលនិយាយគ្នារួចហើយនីដែននិងនីដុនក៏ចាក់ចេញពីកន្លែងនោះដោយស្ងាត់ស្ងាត់លុះដល់ពេលយប់បន្តិចពួកគេទាំងពីរនាក់ក៏ត្រឡប់មកវិញដើម្បីតាមដានបាក់ពួកនោះទៀត តោះពួកយើងដល់ពេលហើយតោះយើងចេញទៅរកកន្លែងដែលអ្នកលក់ពីរនាក់ប្តីប្រពន្ធនោះដេកទៅ បាទលោកបងធំ អាដែននោះពួកវានាំគ្នាដើរចេញទៅហើយ តោះអឌុនយើងតាមពីក្រោយពួកវាទៅចាំមើលថាតើពួកវាធ្វើអ្វីទៀត ពេលនោះនីដុននិងនីដែនក៏ដើរពីក្រោយបាក់ពួកនោះដោយស្ងាត់ស្ងាត់ចំណែកពួកនោះវិញនៅពេលដែលពួកគេទៅដល់កន្លែងដែលអ្នកលក់ដូរពីរនាក់ប្តីប្រពន្ធនោះសម្រាប់ហើយក៏ពួនសំងំចាំតដល់ស្ងាត់ហើយគេក៏ចាប់ផ្ដើមចូលទៅចាប់ប្រពន្ធលក់ដូរនោះយកទៅហើយចំណែកនីដុននិងនីដែនវិញនៅពេលដែលឃើញពួកនោះចាប់យកប្រពន្ធរបស់អ្នកលក់ដូរនោះហើយពួកគេទាំងពីរនាក់ក៏ចូលទៅកន្លែងនោះទៅតាមក្រោយ ហើយនីដែនក៏សូត្រមន្តគាថាដោះនៅមុនសំដំដែលពួកនោះដាក់ទៅលើអ្នកលក់ដូរនោះនៅពេលដែលមុនសំដំបានដោះហើយអ្នកលក់ដូរជាប្តីនោះក៏បានភ្ញាក់ឡើងហើយនីដុននិងនីដែនក៏បានប្រាប់រឿងរ៉ាវទាំងអស់ទៅដល់អ្នកលក់ដូរនោះនៅពេលដែលគេបានដឹងរឿងអស់ហើយពួកគេទាំង3នាក់ក៏ចេញទៅតាមរកពួកដែលចាប់ប្រពន្ធរបស់អ្នកលក់ដូរនោះចំណែកនីខុននិងបាក់ពួកវិញនៅពេលគេបានរួមសប្បាយអស់ចិត្តលើប្រពន្ធអ្នកលក់ដូរហើយ ពួកគេក៏ចង់សម្លាប់ប្រពន្ធអ្នកលក់ដូរនោះចោលទៀតតែសំណាងល្អដែលនីដុននីដែននិងអ្នកលក់ដូរនោះបានទៅទាន់ចំណែកនីដែនវិញនៅពេលដែលឃើញដូច្នោះក៏នឹកដល់រឿងប្រពន្ធរបស់គេស្លាប់ក៏កើតចិត្តខឹងយ៉ាងខ្លាំងរួចក៏រត់ទៅវាយពួកនោះតែម្ដងនៅក្នុងគ្រានោះនីដុននីដែនអ្នកលក់ដូរនោះក៏ចាប់វាប្រយុទ្ធគ្នាជាមួយនឹងបាក់ពួករបស់នីខុននោះតែម្ដង នៅពេលដែលកំពុងប្រយុទ្ធគ្នានោះកូនចៅនីខុនត្រូវបាននីដុននីដែននិងអ្នកលក់ដូរនោះវាសម្លាប់ទាំងអស់ហើយនៅពេលនីខុនឃើញកូនចៅរបស់គេត្រូវវាសម្លាប់អស់ហើយគេក៏ដឹងថានៅវាតទៀតមិនឈានឡើយដូច្នេះគេក៏សូត្រមន្តគាថាបំបាំងខ្លួនគេចេញពីកន្លែងនោះទៅ
នីដែននិងនីដុននៅពេលឃើញនីខុនសូត្រមន្តគាថាបំបាំងខ្លួនកិច្ចដូច្នេះពួកគេក៏សូត្រមន្តគាថាដេញទៅតាមក្រោយដែររហូតដល់តាមទាន់នីខុនហើយពួកគេក៏ចាប់សូត្រមន្តគាថាប្រយុទ្ធគ្នាតទៅទៀតនៅចុងបញ្ចប់នីខុនក៏ត្រូវចាញ់មន្តគាថារបស់នីដុននិងនីដែនហើយបានស្លាប់នៅពេលនោះតែម្ដងទៅlúcពេលព្រឹកឡើងនីដែននីដុនក៏មកដល់ផ្ទះវិញហើយនីដែនក៏ដើរទៅមុខធាតុឆ្អឹងប្រពន្ធរួចគេនិយាយប្រាប់ទៅកាន់ធាតុប្រពន្ធនោះថាខ្លួនគេបានសម្លាប់សងសឹកឲ្យប្រពន្ធរួចហើយ